3 លើកបាល់ទាត់បង្ហាញច្បាស់ថារបស់ថ្លៃមិនសុទ្ធតែល្អរីឯរបស់កម្រក៏រកបានធូរចៃលុយធំមិនប្រកាសថាត្រូវផ្ទុយទៅវិញពេលខ្លះក្នុងពិភពបាល់ទាត់ក្របមានក្របពេជ្របែរជាក្លឹបអាចរកបានដោយធូរហើយក៏មិនទាមទារការកោះលុយចេញពីហោប៉ៅទាំងដុំនោះដែរជាក់ស្ដែងដោយបីរូបយើងកំពុងលើមកបង្ហាញដែលបានចូលមកចំនួនតំណែងកីឡាករកំពូលឬកីឡាករបានចាក់ចែងក្នុងតម្លៃរាប់សិបលានចុងក្រោយឈ្មោះត្រឹមតួចំនួនធូរថ្លៃឬខ្លះមានតម្លៃស្ដួយស្ដើងបែរខ្ល้ายជាតារារះសឹងខ្លះចូលទម្រង់ល្អជាងទាំងម្ចាស់ដើមនៅតំណែងនោះផង 3. យ៉ាន់សូមើជំនួសអាន់ត្រេអូណាណា Inter Milan ទិញអូណាណាពីអាហ្សាក់បានមួយរដូវកាលចំពេលគេកំពុងពេញល្អក៏លួចចេញទៅវិញជូន Man United បានលុយ 50 លានអឺរ៉ូចំណេញលើគោកត្រឹមតែរយៈពេលខ្លីពេលបន្ទាប់តែច្រឡំថាស្ដេចពួកអ៊ីតាលីទៅចាយលុយធំយកអ្នកថ្មីមកប៉ះពើចម្លើយគឺអត់ទេបន្តអនុវត្តរូបមន្តដដែលចាយតិចសម្លឹងផលច្រើនដែលបានយកកីឡាករស្វីសវ័យ 36 ឆ្នាំ Sommer ពីក្លឹប Bayern Munich ក្នុងតម្លៃត្រឹមតែ 6.90 លានអឺរ៉ូបច្ចុប្បន្ន Sommer កំពុងក្លាយជាដៃស្អិតមួយរូបប្រចាំលីកកំពូលទាំង 5 ក៏កំពុងជាអធិរាជសង្គ្រោះបាល់ដែលគ្រប់គ្នាខ្លាយរអានៅវគ្គផ្ដាច់ព្រ័ត្រត្រៀមប៉ះ Paris Saint-Germain សម្រាប់រកក្រុមឈ្នះជើងឯក UCL នៅដើមខែមិថុនាខាងមុខនេះឃើញទេអ្នកត្រូវមកជំនួសអូណាណាដល់កន្លះរយលានចុះឡើងបាយ Inter ចាយអស់មិនដល់ 10 លានផង 2. គីមីនជេមកជំនួសកាលីដូគូលីបាលីនៅថ្ងៃមួយដែលអ្នកអាចឡើងដល់ចំណុចកំពូលក៏អាចមានថ្ងៃធ្លាក់មកដល់បាត់ហើយនេះពិតជាមិនខំពីរឿងរ៉ាវខ្សែកាពីមេដាំងកាលីដូគូលីបាលីហើយក្រោយទៅកំឡុងរដូវកាល 2019-20 ពេលនោះបរិសុទ្ធជាតិសេនេហ្គាល់ឡើងទម្រង់ការពារល្អជាពន់ពេកដល់ថ្នាក់មានក្លឹបខ្លះហ៊ានឲ្យដល់ទៅ 100 លានតែប្រធានក្លឹបណាប៉ូលីអត់ខ្ចីលក់ចេញចុះឡើងតដល់រដូវក្តៅឆ្នាំ 2022 ទើប Chelsea ចរចាយកបាននៅតម្លៃ 42 លានអឺរ៉ូភ្លាមៗនៃគាំទ្រក្លឹបនៅ Serie A មានការសោកស្ដាយនិងយល់ថាក្លឹបប្រកាសជាធ្លាក់ចុះត្បិតពិបាករកអ្នកជំនួសគូលីបាលីតែយ៉ាងណាអត់អស់ក្រឡាដើរទេណាប៉ូលីនៅតែធ្វើបានដោយយកម៉ាស៊ីនការពារកូរ៉េខាងត្បូងគីមមីនជេមកជំនួសហើយចាយត្រឹម 18 លានអឺរ៉ូជាលទ្ធផលរហ័សនាម The Monster ត្រូវបានផ្ទេរមកមីនជេដែលគេគ្រប់គ្រងតាមបិទសឹងអស់ហើយខ្សែប្រយុទ្ធកំពូលនៅ Serie A ឬក៏ជាចំណាយធំជួយណាប៉ូលីឈ្នះពីលីកកំពូលមិនធ្លាប់មានរយៈពេល 33 ឆ្នាំហើយក៏ជាប់ឈ្មោះជាខ្សែការពារល្អបំផុតប្រចាំក្របខ័ណ្ឌបើទោះបីមកចូលជើងទៅតែមួយរដូវកាលចុះឡើងក៏Bayern Munichតាមទ្ពួយកតលតែបាននឹងឲ្យណាប៉ូលី 50 លានអឺរ៉ូដោយឥឡូវក៏នៅតែពេញល្អរួចទៅឈ្នះពាន Bundesliga ថ្មីថ្មោងធៀបនឹងគូលីបាលីធ្លាក់គត់មិនមានអ្វីសោះមានត្រឹមឈ្មោះស៊ីប្រាឈ្នួននៅ Al Hilal ជាមួយ Arabia Saudit 1. Rafael Guerreiro មកជំនួស Alphonso Davies តាំងពីល្អរហូតដល់របួសសឹងបាត់ឈ្មោះពីពិភពគុណនេះជាដំណើរជីវិតកីឡាករជើងល្បឿនសញ្ជាតិកាណាដា Alphonso DaviesឥឡូវរបួសនៅញោមញីតែBayern Munichអត់កែងក្រឡានោះទេដែលមើលឃើញសភាពការមិនស្រួលក៏ទៅសារយកចូល Rafael Guerreiro មកប៉ះពើក្នុងលក្ខខណ្ឌឥតតម្លៃខ្លួនចេញពីគូប្រជែង Borussia Dortmund ចុះឡើងក៏មកបានដូចចិត្តទាំងការចេះបាត់បានតាក់ទិចភាពឆ្លៀវវៃនាមខ្សែការពារស្លាប់ល្អមួយចប់ដោយទេវតាប្រទានមិនអាយឲ្យចូលបានទាំងការពារទាំងបំរើជាស្ដេចរដូវកាលនេះកីឡាករកូនកាត់បារាំង Portugal Guerreiro អាចរកបានដល់ទៅ 5 គ្រាប់ 3 អាស៊ីនៅការចូលរួម 33 ប្រកួតបន្តល្អយ៉ាងនេះរដូវក្តៅខាងមុខBayernចង់លុយចេញក៏ចំណេញលុយលើគោកដែលជារួមពិតជាបានបង្កភាពភ្ញាក់ផ្អើលដល់ពិភពបាល់ទាត់